ពេញក៏ដូរទៅខាងក្រៅទៅខាងក្រៅមើលបើតែឡើយចាំមើលឡើងទៅទេបាទជម្រាបសួរបងប្អូនទាំងអស់គ្នាបាទក្នុងវីដេអូនេះបាទខ្ញុំចង់លើកឡើងបាទអំពីទូកចំនួន2បាទគឺជាទូកដែលមានឈ្មោះថាសង្ហាមានជ័យបាទជាមួយនឹងបាទទូកដែលមានឈ្មោះថាជ្រៃសែនឆាយវាសនាមានជ័យបារមីបឹងគ្រំបាទទូកទាំងពីរនេះបាទប្រវត្តិបាទធ្លាប់ជួបគ្នាបាទដៃគូចាស់បាទតាំងពីចំនួនបាទសេរីចាស់ណាតាំងពីចំនួនបាទចំណុះ5ជាងបាទកាលនោះខ្ញុំធ្លាប់ចាំបានដូចជាជួបគ្នានៅបាទរាជធានីភ្នំពេញបាទសង្ហាមានជ័យប៉ះជាមួយនឹងជ្រៃសែនមានជ័យបាទកាលនោះដូចជាសង្ហាមានជ័យដែលទទួលជាជំនះបាទមួយជើងម្នាក់មិនដឹងថាសង្ហាមានជ័យបាទទទួលជ័យជំនះទាំងពីរជើងបាទចង់ផ្លេចដែរណាប៉ុន្តែយ៉ាងណាក៏ធ្លាប់ជាដៃគូបាទដៃគូចាស់ឥឡូវបច្ចុប្បន្នគឺសមត្ថភាពបាទទូកទាំងពីរបាទជ្រៃសែនមានជ័យបារមីបឹងគ្រំនេះគឺបាទសមត្ថភាពក៏ឡើងបាទចំណែកឯសង្ហាមានជ័យបាទសមត្ថភាពក៏ផ្លាស់ប្ដូរបាទឥឡូវបើយើងមកធៀបអានេះថាយើងធៀបបាទការប្រកួតបាទទូកទាំងពីរណាបាទនេះជាវីដេអូបាទសង្ហាប៉ះជាមួយនឹងកំពូលបាទកំពូលតេជោសែនជ័យហើយបន្ទាប់មកនេះគឺជ្រៃសែនប៉ះជាមួយនឹងកំពូលតេជោសែនជ័យដូចគ្នាបាទហើយការចាញ់ឈ្នះបាទរវាងទូកបាទទាំងពីរនេះបាទជាមួយនឹងកំពូលតេជោសែនជ័យនេះគឺបាទស្តៀងគ្នាអញ្ចឹងបើនិយាយពីសមត្ថភាពបាទនាពេលបច្ចុប្បន្ននេះបាទអាចលេងគ្នាបានបាទសង្ហាមានជ័យជាមួយនឹងជ្រៃសែនឆាយវាសនាមានជ័យបាទរមីបឹងគ្រំបាទល្អដូចគ្នាខុសត្រង់ថាបាទទូកសង្ហាមានជ័យបាទគឺជាទូកដែលកសាងឡើងថ្មីបាទប្រហែលឆ្នាំនេះបាទចំណែកឯជ្រៃសែនឆាយវាសនាមានជ័យបាទរមីបឹងគ្រំបាទគឺជាទូកចាស់ទេបាទបើមានការជួសជុលកែសម្រួលឡើងវិញប៉ុន្តែល្បឿនបាទក៏មិនអន់ដែរបាទហើយបងប្អូនសាកថាមើលបើសិនជាទូកទាំងពីរបាទសង្ហាមានជ័យជាមួយនឹងជ្រៃសែននេះបាទជួបគ្នាបាទយើងអាចថាខាងណាល្អជាងតែបើខ្ញុំថាផាកប្រហែលគ្នាទេទូកនេះបើសិនជាប៉ះគ្នាមែនអាចថាមួយជើងម្នាក់អីចឹងណាបាទយ៉ាងណាប្រហែលឆ្នាំចុងក្រោយនេះគឺបាទមានការផ្លាស់ប្ដូរច្រើនបាទគ្រប់ទូកទាំងអស់បាទមានថ្មីមានជួសជុលឡើងវិញបាទសិតតែល្បឿនល្អបាទទូកជ្រៃសែនឆាយវាសនាមានជ័យបារមីបឹងគ្រំនេះគឺជាទូកស្ថិតនៅក្នុងវត្តជ្រៃបឹងគ្រំបាទឃុំបឹងគ្រំស្រុកលវាឯមខេត្តកណ្ដាលបាទចំណែកឯសង្ហាមានជ័យនេះគឺជាទូកដែលស្ថិតនៅក្នុងវត្តសវណ្ណចម្ប៉ាបាទឃុំមេសប្រច័ន្ទស្រុកពេរាំងខេត្តព្រៃវែងបាទអរគុណសម្រាប់ការទស្សនាវីដេអូ